ឃើញដាក់បំពងបែបនេះហាមិនមែនជាសាយកបំពងអីទេពុកម៉ែបងប្អូនទាំងអស់គ្នាចាគឺជាសបកបាញ់ត្រាំងយើងរុំជាមួយនឹងស្នូលសាច់មាន់ពីខាងក្នុងពេលយកទៅបំពងបែបនេះហាសបកបាញ់ត្រាំងក៏ឡើងស្រួយដែរហើយបើនិយាយទៅដល់ស្នូលខាងក្នុងវិញគឺថាឡើងណែនតែម្ដងជាពិសេសឈ្ងុយម្រេចឈ្ងុយអីដែលយើងផ្សំកិនចូលជាមួយនឹងសាច់ហ្នឹងបងប្អូនមួយមុខនេះគ្រាន់តែអូនរតនៈញ៉ាំលេងហ្នឹងអស់ 4-5 ដុំដែរមួយផ្លែតចំពោះគ្រឿងផ្សំខ្ញុំថ្ងៃនេះគឺថាមានតែ2មុខទេមានជាមួយនឹងសបកបាញ់ត្រាំងហើយជាមួយនឹងស្នូលសាច់មាន់ណាដែលខ្ញុំបានកិនហើយលាយគ្រឿងផ្សំគ្រឿងទេសស្គមបាប៊ីចេងក៏ដូចជាម្រេចក្នុងនឹងស្រាប់ហើយឥឡូវចាប់ផ្ដើមមកធ្វើមួយខ្ញុំទាំងអស់គ្នាបងប្អូនជាដំបូងហ្នឹងសបកបាញ់ត្រាំងហ្នឹងយើងត្រូវជ្រលក់ទឹកវាឲ្យរៀងសើមបន្តិចទៅហើយយើងលាបពីលើដូចខ្ញុំចេះក៏បានដែរបងប្អូនបន្ទាប់មកយើងដាក់ស្នូលពីក្នុងសម្រាប់ការធ្វើវិញគឺយើងមូលដូចតគួងយើងញ៉ាំធម្មតានឹងឯងយើងមូលរហូតតអស់ស្នូលរបស់យើងអញ្ចឹងទៅសម្រាប់បងមានបាញ់ត្រាំងនៅផ្ទះស្ទើហ្នឹងអត់ដឹងយកធ្វើអីទៀតអាចយកមកច្នៃធ្វើបែបនេះបានណាសម្រាប់ស្នូលវិញយើងអាចដាក់តាមចំណូលចិត្តដាក់ដូចជាប្រហិតថៃក៏បានដាក់ស្នូលសាច់គោសាច់ជ្រូកអីតាមចំណូលចិត្តយើងបានណាបន្ទាប់ពីខ្ញុំមូលហើយហ្នឹងខ្ញុំចាប់ផ្ដើមលាបជាមួយនឹងប្រេងឆាលើបន្តិចដើម្បីឲ្យវាអាឡូងណាហើយកុំឲ្យវាស្អិតជាប់គ្នាបងប្អូនបើនិយាយពីម្ដុំនេះវិញគឺថាអ្នកបានញ៉ាំហើយពេញមាត់តែម្ដងបើនិយាយពីថាស្នូលវិញឡើងណែនហ្មងហ្នឹងសម្រាប់បាញ់ត្រាំងនេះខ្ញុំអត់ជ្រលក់ទឹកឲ្យជោគពេកទេដោយសារយើងខ្លាចវាលាយជ្រុលបងប្អូនអញ្ចឹងខ្ញុំសុកចិត្តលាបពីលើតិចវិញបើបងមានជក់សម្រាប់ទុកធ្វើម្ហូបលាបប្រេងលាបទឹកលាបអីពីលើហ្នឹងទៅទាំងងាយស្រួលមកបន្ទាប់ពីម៉ូអស់រួចរាល់ហ្នឹងខ្ញុំចាប់ផ្ដើមទំរៀបវាមួយប្រវែកពីគ្នាដើម្បីពេលយើងយកទៅបំពងអញ្ចឹងទៅស្រួលចាប់វាមួយកុំឲ្យវាស្អិតជាប់គ្នាអញ្ចឹងពេលយើងបានលាបប្រេងឆាពីលើអញ្ចឹងទៅពេលដកចេញពីគ្នាទៅវាងាយស្រួលហ្មងបើសិនជាអត់លាបទេគឺថាស្អិតជាប់គ្នាហ្មងបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមមកដាក់ប្រេងឆាយើងទុកឲ្យឡើងក្តៅជាមុនសិនចាំយើងដាក់មិនត្រាំងចូលទៅបំពងសម្រាប់ការបំពងក៏ដូចជាជៀននឹងវិញបងប្អូនខ្ញុំអត់ជៀនម្ដងទាំងអស់ទេគឺខ្ញុំដាក់វាតិចអញ្ចឹងទៅមើលតែរៀងឡើងក្រៀមហើយហ្នឹងយើងប្រែត្រឡប់អញ្ចឹងទៅប៉ុន្តែបើវារៀងស្អិតបែបនេះទុកឲ្យវាឡើងក្រៀមស្ងួនបន្តិចទៅគឺថាវាប្រេះដោយឯងហ្មងបងប្អូនងាយស្រួលខ្លាំងមែនតើហ្មងបន្ទាប់ពីឆ្អិនមួយវគ្គហើយហ្នឹងយើងចាប់ផ្ដើមដាក់ជៀនឬក៏បំពងមួយវគ្គទៀតរហូតតែអស់អញ្ចឹងទៅមើលថាឡើងក្រៀមហើយយើងអាចស្រង់ចេញបានម្ដងទៀតហើយទុកឲ្យស្រស់ខ្លាញ់បន្តិចបាទខ្ញុំយកមកចាក់ក្នុងចានយើងតែម្ដងហើយនេះបញ្ត្រាំដែលខ្ញុំបានបំពងហើយគឺបានប៉ុណ្្នឹងឯងបន្ទាប់មកទៀតខ្ញុំយកពាក់កណ្ដាលហ្នឹងមកកាត់ជាពីរទុកសម្រាប់ស្រួលញ៉ាំអីអញ្ចឹងហើយផ្នែកខ្លះទៀតខ្ញុំទុកវាទាំងមួយហ្មងហើយបើនិយាយពីស្នូលគឺថាឡើងណែនហ្មងបងប្អូនហើយចំពោះទឹកជ្រលក់ថ្ងៃនេះខ្ញុំមានជាមួយនឹងទឹកសៀងហើយច្របាច់ក្រូចឆ្មាដាក់ជាមួយនឹងម្ទេសឆាហឹលទីកាន់តែឆ្ងាញ់បាញ់ត្រាំងបំពងសាច់មាន់មើលចេញជាមួយនេះទៀតដាក់បំពងមួយសាច់មាន់ចឹងនឹងស្រួយឆ្ងាញ់អត់មើលទៅហ្មងជាពីរស្នូលអំពុំវិញនឹងស្វិតល្អហ្មងនេះឆ្ងាញ់ណាស់ហ្នឹងគ្រាន់តែស្ដាប់សលេងអូនរតនៈញ៉ាំក៏ដឹងថាជាតិស្រួយប៉ុណ្ណាដែរបងប្អូនហើយសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនពរបងប្អូនមានសុខភាពល្អតែណាសូមឲ្យមានសុខសុវត្ថិភាពអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត